ដើមក្រូចដែលយើងធ្វើដោយមានដាក់សយោតំណក់ទឹកយោតំណក់ទឹកគឺវាចេញវាមានតាមកម្រិតរបស់វាទៅយោតំណក់ខ្លះគឺយើងអាចស្រែបានតំណក់ខ្លះអត់ទេចំណែកតំណក់មួយនេះគឺមានចេញក្នុង1ម៉ោងបាន8លីត្រហើយវាមិនអាចលើសនឹងបានទេដូច្នេះកាលណាវាចេញតែ8លីត្រក្នុង1ម៉ោងទឹកដែលនៅសល់វាត្រូវរុញទៅកន្លែងផ្សេងទៀតអាហ្នឹងគេហៅថាជាប្រព័ន្ធតំណក់ស៊ីសងទឹកវាស៊ីសងគ្នាអញ្ចឹងវាបញ្ជូនគ្រាប់តំណក់ទៅកន្លែងផ្សេងទៀតទឹកទៅកន្លែងផ្សេងទៀតវាខុសពីអានេះដែលជាប្រព័ន្ធមួយដែលតលដែលទឹកបុកមកខ្លាំងមែនតែនហើយយើងបើកម្ដងបើកបានតែ50ទៅ100ឬថាអាចលើសនឹងទៅតាមកម្លាំងនៃម៉ាស៊ីនក៏ប៉ុន្តែបើយើងធ្វើប្រព័ន្ធបែបនេះក្នុងមួយពេលយើងអាចបើកវារហូតដល់500ទៅ1000ដើមក្នុងពេលជាមួយគ្នាក៏ប៉ុន្តែបញ្ហាត្រង់ថាបើយើងដាក់គ្រាប់តិចក៏វាមិនកើតដែរវាឲ្យតិចគ្រាប់ហ្នឹងបញ្ចេញទឹកតែនៅម្ដុំទេកាលណាយើងធ្វើរបៀបនេះតលតែយើងដាក់គ្រាប់ច្រើនអញ្ចឹងនៅក្នុងកន្លែងនេះដើមនេះខ្ញុំដាក់គ្រាប់វា4គ្រាប់ខាងនេះមួយវាកំពុងចេញទឹក8លីត្រក្នុង1ម៉ោងនោះមួយទៀត2ខាងនោះមួយទៀត3ហើយខាងនេះទៀត4អញ្ចឹងប្រវែងពីមួយខាងទៅមួយខាងជាធម្មតាគេដាក់ពី6ទឹកទៅ1ម៉ែត្រអាស្រ័យតាមទឹកច្រើនឬតិចកម្រិតវាតំណក់វាអានេះ8លីត្រដូច្នេះខ្ញុំដាក់រហូតដល់1ម៉ែត្រនៅពេលដែលវាទឹកវាចេញវាមិនសាចដូចប្រព័ន្ធសាចនេះទេវាមិនសាចដូចអានេះទេវាអត់សាចទេអញ្ចឹងវាស្រក់ចុះទៅក្រោមសក់ចុះក្រោមជាធម្មតាវាទៅជាថ្នាក់អញ្ចឹងវាថ្នាក់របៀបអញ្ចឹងទឹកនៅខាងក្រោមដីវាថ្នាក់បើសាចវិញវាសាចនៅខាងលើទឹកវានៅខាងលើវាសប់ខាងលើធ្វើឲ្យរឹសវានៅខាងលើច្រើនតែបើទឹកស្រក់ទៅក្រោមច្រើនដូច្នេះរឹសក៏វាទៅខាងក្រោមច្រើនដែរធ្វើឲ្យរឹសវានឹងចាក់ជ្រៅទៅនឹងខាងក្រោមនៃដីអញ្ចឹងវិធីនេះយើងត្រូវគិតថាតើយើងដាក់ជីរបៀបម៉េចដើម្បីឲ្យវាត្រូវនឹងលក្ខណៈទឹកដែលវាស្រក់ទៅខាងក្រោមវាមានផលប្រយោជន៍ផងដែរខុសគ្នារវាងប្រព័ន្ធ sprinkler ប្រព័ន្ធទឹកសាចហើយនិងប្រព័ន្ធតំណក់ទឹកមានប្រយោជន៍ហើយដែលករណីនេះយើងគួរសិក្សាថាតើនៅករណីបែបណាដែលយើងត្រូវប្រើប្រព័ន្ធ sprinkler ដែលជាប្រព័ន្ធសាចហើយនិងប្រព័ន្ធ drip ដែលជាប្រព័ន្ធតំណក់ទឹកហើយវាមានផលប្រយោជន៍ខុសគ្នាសម្រាប់ដើមហើយនិងសម្រាប់ប្រភេទនៃដំណាំដែលយើងប្រើផងដែរហើយមានរឿងដែលត្រូវតែប្រយ័ត្នខុសគ្នាទៀតចំពោះប្រព័ន្ធ sprinkler ទឹកច្រើនមិនបានទេហើយចំណែកឯប្រព័ន្ធនេះយើងអាចដាក់ទឹកច្រើនបានក៏ប៉ុន្តែប្រយ័ត្នវាក៏អាចឲ្យលួយដល់ឫសផងដែរអញ្ចឹងវាមានវិធីសាស្ត្រផ្សេងគ្នាដែលយើងត្រូវគ្រប់គ្រងក្រូចហ្នឹងអានេះវាមានផ្លែហើយមានផ្កាហើយក៏ប៉ុន្តែដើមតូចប៉ុណ្ណេះមិនត្រូវយកផ្លែទេ